បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃដែរខ្ញុំបាទមានឃ្លីបវីដេអូថ្មីបាទចង់យកមកបង្ហាញជូនដល់បងប្អូនពីរបៀបដាក់លេខកូដសម្ងាត់បាទទូរស័ព្ទដៃបាទ Samsung លេខកូដហ្នឹងមាន4បងប្អូនណាបាទអញ្ចឹងបងប្អូនចូលឆែកមើលសងបងប្អូនតើទូរស័ព្ទបងប្អូនហ្នឹងបាទគ្រប់ត្រទាំង4នឹងអត់បាទទី1បាទជាសោលេខកូដបាទទី2បាទសោគូទី3សោ scan មុខបាទទី4នោះសោ scan ម្រាមដៃបាទហើយសូមទៅការបបាយកាមេរ៉ាបន្តិចដើម្បីបង្ហាញបងប្អូនលម្អិតនៅលើទូរស័ព្ទដៃ Samsung នេះតែម្ដងបាទជាដំបូងបងប្អូនចូលមកក្នុងទូរស័ព្ទបងប្អូនមកណាបាទចូលមករកនិមិត្តសញ្ញាបាទរូបកងចក្របែបនេះឬមួយកងបងប្អូនតែងតែហៅថាកូនសោណាបាទលើភាសាខ្មែរគេដាក់ថាការកំណត់បើសិនជាភាសាអង់គ្លេសគេដាក់ថាបាទ setting ឬបងប្អូនចុចពីលើពីថាការកំណត់ហ្នឹងមកណាបាទពេលដែលបងប្អូនចូលមកក្នុងពាក្យថាការកំណត់បងប្អូននឹងឃើញតម្រងបែបនេះបងប្អូន scroll មកខាងក្រោមបន្តិចមកណាបាទបងប្អូន scroll មកបងប្អូនរកមើលនិមិត្តសញ្ញារូបមេសោនេះហើយគេដាក់ថាបាក់អេក្រង់ជាប់សោនិង AOD រួចហើយចុចបន្តទៅលើនឹងមកពេលដែលបងប្អូនចុចពីលើពាក្យថាបាក់អេក្រង់ជាប់សោនិងបាក់ AOD បងប្អូននឹងឃើញខាងក្រោមនេះគេដាក់ថាប្រភេទសោអេក្រង់បងចុចបន្តទៅលើនឹងមកបាទមកដល់ត្រង់នេះបងប្អូននឹងឃើញតម្រងសោលើទូរស័ព្ទបងប្អូនបាទចំពោះទូរស័ព្ទហ្នឹងគឺមានគ្រប់តែម្ដងទី1បាទសោបាកូដបាទទី2បាទនេះគេដាក់ថាលំនាំនេះគេមានន័យថាសោគូសបាទហើយទី3បាទសោផ្ទៃមុខបាទទី4កញ្ចៅដៃបាទអញ្ចឹងគឺមានទាំង4តែម្ដងណាបាទអញ្ចឹងនៅខាងលើ2នេះបងប្អូនគឺដូចតែគ្នាទេគ្រាន់តែថាបងប្អូនយកខាងក្រោមនេះកម្រិតនេះគេដាក់ថាពាក្យសម្ងាត់សន្តិសុខកម្រិតខ្ពស់អញ្ចឹងមានន័យថាលេខកូដហ្នឹងតើបងប្អូនលីលាក់មានជាអក្សរហើយនឹងលេខទៅបានណាបើសិនជាបងប្អូនយកខាងលើនេះបាទគេដាក់ថា PAN បាទសន្តិសុខកម្រិតខ្ពស់មធ្យមនេះបងប្អូនចូលមកបងប្អូនចុចបន្តសារមើលសិនទៅបាទមកដល់ត្រង់នេះបងប្អូនធ្វើការបង្កើតលេខកូដបាទឲ្យបាន6ខ្ទង់ទៅណាបាទអញ្ចឹងលេខកូដហ្នឹងគឺមិនទៀមទាបាទអក្សរទេបាទគ្រាន់តែបងប្អូនធ្វើការបង្កើតលេខកូដធម្មតាមកឧទាហរណ៍បងប្អូនចង់ធ្វើការបង្កើតហ្នឹងជាលេខ1 1 1អញ្ចឹងណាអញ្ចឹងបងប្អូនដាក់ឲ្យគ្រប់6ខ្ទង់មកណានេះតោះតែចេញអូខេអញ្ចឹងណាបាទហើយបងប្អូនចុចបាទអូខេឬក៏បន្តនេះបាទបន្តហ្នឹងទៅវាជាប់ហើយណាបាទអញ្ចឹងបងប្អូនចុច2ដងលេខកូដហ្នឹងណាហើយបងប្អូនត្រូវតែចងចាំផងហើយនៅខាងក្រោមនេះគឺអត់ទេបងប្អូនណានេះកន្លែងគេដាក់ថាបាទពាក្យសម្ងាត់បាទសន្តិសុខកម្រិតបាទខ្ពស់នេះបងចុចសាកមើលសិនទៅបាទមកដល់ត្រង់នេះបងប្អូនអានអក្សរមើលគេដាក់ថាបាទពាក្យសម្ងាត់របស់អ្នកត្រូវតែមានយ៉ាងតិច4ទូដោយរួមបញ្ចូលអក្សរយ៉ាងតិច1តួអញ្ចឹងទៅណាបាទអញ្ចឹងគេតម្រូវចេះបងប្អូនណាពេលដែលបងប្អូនចង់ធ្វើការបង្កើតលេខកូដសុទ្ធគឺអត់បានទេបាទឧទាហរណ៍ខ្ញុំចង់ដាក់លេខ1ទាំងអស់គឺអត់បានទេចង់ដាក់6ខ្ទង់ឬក៏8ខ្ទង់គឺអត់បានទេវាអត់ចេញពាក្យថាបន្តតតែបងប្អូនមានលីលាក់ជាអក្សរមួយទេនេះ D យ៉ាងមួយមកហើយដាក់លេខអញ្ចឹងទៅវាចេញពាក្យថាបន្តនេះឲ្យចុចទៅមុខអញ្ចឹងបងប្អូនមើលលេខកូដនេះអញ្ចឹងបងប្អូនអាចចុចបង្ហាញបានបាទហើយបងប្អូនចុចបន្តទៅមុខទៅបើសិនជាបងប្អូនចង់យកទៅហ្នឹងណាបាទអញ្ចឹងសន្តិសុខនេះវាកម្រិតខ្ពស់គេមានលីលាក់ជាបាទលេខហើយនឹងជាស្រ័យលីលាក់ជាបាទអក្សរហើយនឹងលេខបាទអញ្ចឹងនៅខាងក្រោមនេះបងប្អូននេះគេដាក់ថាបាទលំនាំអញ្ចឹងបងប្អូនចុចសាកល្បងមើលទៅនេះជាសោគូសបងប្អូនចង់ធ្វើការបាក់ដាក់ជាអក្សរ L ចេះក៏បានឬមួយចូលជាបាទអក្សរ M ចេះក៏បានណាបាទអញ្ចឹងបងប្អូនគូសទៅហើយតម្រូវបងប្អូនធ្វើការចងចាំផងណាបើសិនជាបងប្អូនអត់ចងចាំបងប្អូនពិបាកអស់លុយហើយរត់ទៅរកជាងអស់លុយណាបាទអញ្ចឹងបើសិនយើងបងប្អូនចង់ធ្វើការបាទបើក scan មុខបងប្អូនធ្វើការ scan មុខទៅនេះបើកត្រូវកុងតាក់ទាំងហ្នឹងណាបាទផឹកមករួចចាំបងប្អូនចុចពាក្យថាបន្តមកនេះហើយគេដាក់ថាបន្ទាប់ប៉ុន្តែលើscan មុខក៏គេទាមទារបងប្អូនធ្វើការបាទបង្កើតបាទ PIN មានន័យថាបង្កើតលេខកូដឬមួយក៏បាទសោគូសបាទការពារដែរពេលដែល scan មុខអត់ស្គាល់បងប្អូនធ្វើការបាទដោះលេខកូដឬក៏គូសអញ្ចឹងទៅបងប្អូនណាបាទអញ្ចឹងបងប្អូនមើលខាងលើហ្នឹងបងប្អូននឹងយល់ហើយខ្ញុំប្រាប់បាញ់មិញណាបាទអញ្ចឹងមកដល់ចំណុចនេះបងប្អូនបើសិនជាសំបងប្អូនមានបាទscan ដៃបងប្អូនបើកមកបាទអញ្ចឹងខ្លាចបងប្អូនចង់យកមួយណាបាទចំពោះខ្ញុំយក scan ដៃយកទៅស្រួលណាបាទ
បាយមួយទៀតបើសិនជាទូរស័ព្ទបងប្អូនបានធ្វើការផ្លាស់ប្ដូរអេក្រង់ធ្លាប់ធ្វើការផ្លាស់ប្ដូរអេក្រង់ណាបើសិនជាបងប្អូនមាន scan កញ្ចក់ដៃក៏ scan អត់បានដែរពីព្រោះតែមិនមែនជាអេក្រង់ផ្សេងណាអញ្ចឹងសាកបងប្អូនសាកល្បងមើលទេណាឬបងប្អូនចុចពាក្យថាបន្ទាប់នឹងមកនេះបាទពេលដែលចុចពាក្យថាបន្ទាប់គេតម្រូវឲ្យបងប្អូនហ្នឹងធ្វើការបង្កើតលេខកូដសម្ងាត់ឬក៏សោគូសអីចឹងទៅអញ្ចឹងសម្រាប់ខ្ញុំបង្កើតលេខកូដសម្ងាត់គឺកម្រិតសន្តិសុខកម្រិតមធ្យមខ្ពស់ខ្ញុំអត់ធ្វើការយកខាងក្រោមអីទេបើយកខាងក្រោមវាញ៉ៃញ៉ៃពេលខ្ញុំបង្កើតទៅគឺទៀមទាតួអក្សរហើយនឹងលេខអញ្ចឹងយកខាងលើហើយខ្ញុំដាក់លេខ1ទាំងអស់ដាក់6ខ្ទង់ណាពេលដែលខ្ញុំចុច6ខ្ទង់ទៅគឺខ្ញុំមិនបាច់ចុចអូខេទេគឺលេខកូដដែលខ្ញុំចុច6ខ្ទង់ហ្នឹងទៅគឺដោះបានដោយអូតូតែម្ដងបើសិនជាបងប្អូនធ្វើការដាក់ត្រឹម4ខ្ទង់ឬក៏5ខ្ទង់បងប្អូននៅតែចុចអូខេទៀតអញ្ចឹងនាំយូរណាបាទអញ្ចឹងធ្វើការដាក់6ខ្ទង់មកលេខ1ទាំងអស់1 2 3 4 5 6នេះតោះចេញអូខេចឹងណារួចចុចពាក្យថាបន្តមករួចហើយបងប្អូននេះចុចពាក្យថាប្រើចុះពេលដែលបងប្អូនបញ្ចូលហើយចុចពាក្យថាប្រើចុះគេតម្រូវបងប្អូនធ្វើការបញ្ចូលលេខកូដសម្ងាត់ដដែលហ្នឹងម្ដងទៀតអញ្ចឹងចូលលេខ1ទាំងអស់ទៀតមកជាស្រ័យបងប្អូនខ្ញុំរាប់សិន1 2 3 4 5 6រួចហើយចុចពាក្យថាយល់ព្រមគេផ្ទៀងទាត់មើលតើលេខកូដយើងត្រឹមត្រូវអត់នេះមកដល់ត្រង់នេះបងប្អូនធ្វើការscan កញ្ចក់ដៃមកបងប្អូនចូលពាក្យថាចុះបញ្ជីបើសិនជាទូរស័ព្ទបងប្អូនមាន scan កញ្ចក់ដៃនៅចំហៀងបងប្អូន scan ចំហៀងមកបើសិនជា scan ពីក្រោយបងប្អូន scan ពីក្រោយមកប៉ុន្តែសម្រាប់ទូរស័ព្ទខ្ញុំនេះគឺ scan នៅពីមុខណាគឺងាយស្រួល scan បាច់ស្កត់ឲ្យជាប់ចឹងមកនេះភាគរយតើជាប់ចឹងណាឬបងប្អូនអាច scan ម្រាមដៃ2ក៏បានណាគឺអីទេបងប្អូនស្និទ្ធមួយណាបងប្អូនធ្វើការដោះទៅណាហើយបងប្អូនដាក់ឲ្យកុំដាក់កន្លែងដដែលបងប្អូនដាក់ទៅម៉េចឲ្យវាខុសគ្នាណាពីព្រោះតែបងប្អូន scan ទៅគឺការវាអត់ចំចំណុចដដែលទេអញ្ចឹងបងប្អូនដាក់ធ្វើម៉េចឲ្យវាខុសគ្នាទៅដើម្បីឲ្យវាស្គាល់ណាបងប្អូនដាក់ធ្វើម៉េចតតែគ្រប់100ណាចាំបងស្កត់ដកទៅតតែភាគរយរត់នេះចាំមើលលើបាន63ហើយ67 71បើសិនបងប្អូនដាក់កន្លែងដដែលគឺវាអត់ឲ្យទេគឺវារត់ទៅមុខណាលើ92ហើយ96 100អូខេរួចជិះពាក្យថារួចរាល់ទៀតមកតែប៉ុណ្ណឹងគឺជាប់នេះគេដាក់ថា PIN កញ្ចក់ដៃអញ្ចឹងបងប្អូនពេលដែលបងប្អូន scan កញ្ចក់ដៃអត់បានបងប្អូនធ្វើការដោះលេខកូដមកអញ្ចឹងគេការពារណានេះពេលបងប្អូន scan ទៅអត់ស្គាល់អញ្ចឹងណាscan អត់ស្គាល់នេះបងប្អូនចុះឆ្វយអញ្ចឹងមករួចយ៉ាងបងប្អូនបញ្ចូលលេខកូដពេលដែលបងប្អូនបញ្ចូលលេខកូដដូចខ្ញុំប្រាប់មិញអញ្ចឹងពេលបងប្អូនបង្កើតលេខកូដសម្ងាត់គ្រប់គេមិនបាច់ធ្វើការចុចអូខេនេះទេអញ្ចឹងចូលប៉ាច់មក6ដោះសោដោយអូតូហើយបើសិនបងប្អូនចង់ scan យ៉ាងដៃក៏ scan ទៅនេះគេការពារពេលដែលបងប្អូនប៉ះខ្លាញ់ឬមួយក៏ប៉ះទឹកអីទៅគេអត់ស្គាល់តម្រូវបងប្អូនធ្វើការបញ្ចូលលេខកូដហើយជំនួសវិញអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយមិនគិតពីបងប្អូនតែសូមជូនពរជូនជ័យដល់បងប្អូនហើយបើសិនជារាល់ការនិយាយស្ដីរបស់ខ្ញុំមានលើសលួសខ្លះខាតត្រង់ចំណុចណាខ្ញុំក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងនៅពេលណាខ្ញុំក៏សូមអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ